បងប្អូនអ្នកខ្លះគាត់ថាជំងឺពឹសកុកគាត់ថាកូនរបស់គាត់ហ្នឹងពឹសកុកអញ្ចឹងគាត់ត្រូវទៅយកទៅវះចាបើមិនវះទេពឹសកុកហ្នឹងវានឹងស៊ីឲ្យខូចភ្នែកឲ្យខ្វាក់ភ្នែកអញ្ចឹងណាអញ្ចឹងចង់ប្រាប់ទៅបងប្អូនទាំងអស់ចាជំងឺពឹសកុកពឹសអីនេះពេទ្យគឺអត់មានទេចង់និយាយថាអត់មានពាក្យថាពឹសកុកអីជាមួយពេទ្យទេណាអញ្ចឹងបងប្អូនយល់ពីហេតុអ្វីវិញពីព្រោះអ្នកដែលគាត់មកទទួលវ៉ាក់សាំងអីចឹងយើងឲ្យថ្នាំពេលកូនគាត់អាយុមួយខួបកន្លះយើងឲ្យថ្នាំតែសត្វល្អិតទៅគាត់ចង់ទទួលយកអីចឹងបញ្យល់ប្រាប់គាត់ទៅគាត់ត្រូវទទួលយកទៅឲ្យលេបហ្នឹងកូនប៉ុណ្ណឹងលេបដែរអីចឹងបងប្អូនអញ្ចឹងចង់ប្រាប់បងប្អូនណាថាការពឹសកុកហ្នឹងជំនាន់ពីមុនមកគាត់ចេះតែថាអញ្ចឹងដោយសារគាត់គិតថាខ្វាក់ភ្នែកអីនេះចាវាអាចធ្វើក្មេងនឹងខ្វាក់ភ្នែកខ្វាក់អីចឹងគាត់ភ័យគាត់ព្រួយអញ្ចឹងណាចឹងគាត់រាល់ថ្ងៃម្ដងរាល់ថ្ងៃមានអ្នកអត់ឲ្យកូនញ៉ាំសាច់ញ៉ាំអីបងប្អូនអត់ទេណាញ៉ាំសាច់ញ៉ាំបន្លែញ៉ាំផ្លែឈើវីតាមីនឲ្យបានចម្រោះទៅចាអានឹងសុខភាពកូនល្អលូតលាស់កូនល្អទៅតាមហ្នឹងប៉ុន្តែបើសិនជាបងប្អូនណាឲ្យកូនបងប្អូនញ៉ាំបបរចាបបរមួយចានចង្កឹះឡើងពេញណាជាមួយនឹងអំបិលឬក៏ទឹកស្អ៊ីវអីចឹងណាបងប្អូនអត់មានកម្លាំងទេញ៉ាំពេញពោះតែអត់ប្រយោជន៍ចាបងប្អូនមិនស្មាននឹងញ៉ាំ3 4ម៉ាត់តែសុទ្ធតែសាច់ទេចាអញ្ចឹងមានសាច់មានបន្លែមានអីចឹងគឺល្អសម្រាប់កូនសម្រាប់សុខភាពការលូតលាស់របស់វាអញ្ចឹងណាអញ្ចឹងចង់សួរថាចេះឥឡូវនិយាយពីប្រធានបទរបស់យើងថាពឹសកុកអញ្ចឹងបងប្អូនដឹងថាមកពីអីទេពេលខ្លះពីជំនាន់មុនមកយើងអត់មានការធ្លាក់សត្វល្អិតទេខ្លួនខ្ញុំផ្ទាល់ទៀតទេចាអញ្ចឹងខ្ញុំឧទាហរណ៍ពីខ្លួនខ្ញុំផ្ទាល់ចាពីព្រោះខ្ញុំនៅពីទូចហ្នឹងម៉ែអត់ដែរស្គាល់ពាក្យថាបច្ចុប្បន្នសត្វល្អិតអីទេតែបើឥឡូវនេះបងប្អូនដឹងទេពួកខាងមន្ត្រីពេទ្យគឺគាត់យកចិត្តទុកដាក់ទៅលើខាងក្មេងដែលគាត់នៅរៀនបឋមហ្នឹងដូចខាងនេះខ្ញុំក៏អញ្ចឹងដែរចោះឲ្យថ្នាំសត្វល្អិតទៅតាមគ្រូនាយកអីហ្នឹងគឺផ្ដល់ឲ្យកូនក្មេងអាយុម៉ានអញ្ចឹងណាឲ្យញ៉ាំនៅពេលទឹកភ្លឺអញ្ចឹងទៅចាឬក៏ម៉ោង12យប់ឬក៏7ភ្លឺអញ្ចឹងណាអញ្ចឹងឲ្យមកបាក់យកឲ្យកូនក្មេងលេបដើម្បីទម្លាក់សត្វល្អិតធ្លាក់ព្រូននិយាយពីបទពិសោធន៍ខ្ញុំផ្ទាល់ពេលខ្ញុំពីទូចអត់ដែរស្គាល់ការធ្លាក់ព្រូនធ្លាក់សត្វល្អិតហ្នឹងឯងបងប្អូនទៅបត់ជើងលើកណាក៏ដោយជំនាន់ហ្នឹងអត់មានប្រគុណអនាម័យទេប្រគុណអីជំនាន់ហ្នឹងជុះតាប្រៃជ័យជុះឲ្យបងប្អូនមើលទៅក្រោយវិញបងប្អូនដឹងហើយវើកឡើងពេញលេមុខតែម្ដងចាសត្វល្អិតហើយឲ្យតែម៉ោង8ម៉ោងម៉ោង9ពេលអញ្ចឹងកាលនោះប្រហែលជាញ៉ាំបាយព្រឹកហើយមកស្ទុះអីចឹងណាបងប្អូនឲ្យពូខ្ញុំគឺដឹងថាចុកហ្មងចុកអាក្រក់មែនតើណាចុកចង់និយាយថាឈឺខ្លាំងថាយកខ្នោខ្ទប់ផងអីផងតម្រាំតែវាបាត់ចុកហ្នឹងសត្វអត់ពេញពោះបងប្អូនដល់ពេលហ្នឹងថាព្រូនហ្នឹងប៉ុណ្ណាទេបងប្អូននិយាយមែនបើអេកូវិញបែបណែននេះទៅពវៀនយើងណាពីព្រោះជុះលើកណាក៏ចាញ់មកអញ្ចឹងជុះលើកណាក៏ចាញ់មកអញ្ចឹងគួរឲ្យខ្ពើបងប្អូនហើយដេកយប់វិញចាក់គូតឡើងឈឺឯងបងប្អូនឈឺលំអស់ហ្នឹងហើយបើពេលឆាវវិញលាសពុតកស៊ូបងប្អូនអាការនេះបើតាមខ្ញុំចាំអាយុនេះខ្ញុំប្រហែលជា7 8ឆ្នាំហ្នឹងពីព្រោះពេលហ្នឹងដូចជារៀនថ្នាក់ទី2បងប្អូនជ្រុះក្ដុកបងប្អូនជ្រុះព្រូនមកតែម្ដងប៉ិនបើយើងនិយាយប៉ិនចង្កោះចាប៉ិនចង្កោះមកដល់លូតដូចពោះចឹងអូយភ័យខ្លាចបងប្អូនហើយពេលខ្លះល្មមនៅគូតសាច់យកស្រោមកស៊ូហ្នឹងបងប្អូនបាច់ទាញមកឆ្វាចមកព្រូនហ្មងអ្នកអើយនិយាយទៅដូចនិយាយហិចកេខ្លួនឯងតែវាជាការប៉ិតណានិយាយថាអញ្ចឹងចោះវាជាការប៉ិតហើយជំនាន់នោះបងប្អូនអត់មានតាមទឹកក្តៅទេនិយាយមែនបងប្អូនច្រើនណាស់7 8នាក់អីហ្នឹងដល់អញ្ចឹងញ៉ាំទឹកពីងបងប្អូនទឹកពីងទឹកភ្លៀងទឹកដងឆ្ងាញ់ណាយកបោយយកផ្ទាល់ឡើងទៅដល់សម្លេងដួសមកផឹកហ្នឹងទៅចាគ្មានអនាម័យអីទេចាជំនាន់នោះប៉ុន្តែចេះតែអត់ស្លាប់ដែរបងប្អូនចេះតែរួមម្ដងហើយលពើណាបកែណាខាងទៅលេងលេងហែទឹកហែអីលង2 ដងលង2 ដងដែរបងប្អូនអត់ងាប់ដោយសារយើងវាអត់មានកញ្ចៅស្លាប់ក្នុងទឹកចាលងហើយលងយំក្នុងទឹកទៀតចាំខ្លួនឯងច្បាស់ហ្មងទៅដល់បងខ្ញុំទាញសក់បោចឡើងមកចាដោយសារយើងនេះហើយយើងលងទឹកចាំមិនតែលពើហើយអានឹងជំនាន់ពីនៅក្មេងនឹកឃើញកាលពីក្មេងទៅចេះតែនេះដែរអញ្ចឹងបងប្អូននឹកឃើញដូចថាអស់សំណោចខ្លះដូចអីខ្លះអញ្ចឹងណាហើយទៅនិយាយពីព្រូនវិញប្រហែលជាណែនពោះបងប្អូនហើយបងប្អូនខ្ញុំវិញនិយាយពីបងប្អូនខ្ញុំវិញបងប្អូនខ្ញុំឈ្មោះស៊ីណាហ្នឹងគាត់កាលនោះអាយុគាត់បើតាមខ្ញុំចាំប្រហែលជាអាចនឹង2 ឆ្នាំបងប្អូនគាត់ចេះដើរគាត់អីពេញបន្ទាល់ប៉ុន្តែពោះគាត់ឡើងក៏ផ្លក់គាត់ស្គមពោះធំទៅពោះហេទៅកាលនោះម៉ែគាត់ថាទៅទិញថ្នាំតម្លាក់ព្រូនឲ្យសិនគាត់ទិញថ្នាំតម្លាក់ព្រូនមកឲ្យបងប្អូនដឹងមិនអត់តម្លាក់គាត់ឲ្យគាត់លេបថ្នាំតម្លាក់ព្រូនអញ្ចឹងណាដល់ពេលលេបទៅបងប្អូនមើលល្ងាចឡើងដូចជាប្រលប់គាត់ទាជុះអាចគាត់ថាំងជុះអាចគាត់ម៉ែហ្នឹងក៏ជូនគាត់ទៅជុះបងប្អូនឲ្យជុះមកនិយាយមែនមួយចានចង្កឹះអត់ខ្វះព្រមទាំងអស់អត់មានអាចសំបីតែបន្តិចអញ្ចឹងបងប្អូននិយាយអញ្ចឹងកុំខ្ពើមណាអានេះដោយសារវាបបពិសោធន៍ចង់ប្រាប់បងប្អូនដោយសារជួបច្រើនចានិយាយទៅនាងខ្ញុំចូលចិត្តអាបបពិសោធន៍ផ្ទាល់ហ្មងដើម្បីស្រួលប្រាប់ទៅបងប្អូនសំបីតែក្មេងមកបន្តវីតាមីន A ហ្នឹងណាពេលខ្លះភ្លក់មួយដែរតាភ្លក់មួយឲ្យដឹងថាវីតាមីន A រសជាតិវាមិនដាក់ទៅក្មេងវាងាយស្រួលលេបវាឆ្ងាញ់វាអីវាផ្អែមវាអីអត់អញ្ចឹងយើងចង់ដឹងយើងត្រូវពិសោធន៍ឲ្យខ្លួនយើងសិនយើងធ្វើជាកដោភ្លក់ថ្នាំបងប្អូនពេលដែលនាងខ្ញុំលេបដាក់មកងាប់ក្លិនហ្នឹងឆ្អាបតែល្អបងប្អូនដាក់ទៅស្រួលលេបប៉ុន្តែមានអារម្មណ៍ថាឆ្អាបបើនិយាយពីក្មេងវិញពេលខ្លះចាំបានគ្នាធ្វើមុខរៀងយ៉ាប់ដែរណាបើអាថ្នាំពេលខ្លះបន្តខ្លួនស្វិតដៃជើងហ្នឹងពេលខ្លះចង់ដឹងដែរតែថ្នាំនោះបន្តចូលមាត់ក្មេងវារសជាតិមិនពេលខ្លះនិយាយដោយស្មោះត្រង់មានមកតាំងពីធ្វើពេទ្យ14 ឆ្នាំហ្នឹងមកលួចភ្លុកមកតំណក់ដែរចង់ដឹងថាតើរសជាតិវាមិនសំណុកយើងប្រាប់ម៉ាក់វាថាអត់អីទេថ្នាំនោះផ្អែមទេអីទេអញ្ចឹងណាពេលដាក់ចូលមាត់មកជូរមហាត់បងប្អូនចាំបានពេលដាក់ទៅក្មេងចាប់ដើមធ្វើមុខជូរអញ្ចឹងហ្មងណាអញ្ចឹងឥឡូវយើងនិយាយវាកាន់តែវែងឆ្ងាយអញ្ចឹងចូលមកប្រធានបទយើងអញ្ចឹងចង់និយាយថាពឹសកុកហ្នឹងបងប្អូនដោយសារសត្វល្អិតវាច្រើនពេកអីពេកអញ្ចឹងអញ្ចឹងពេលធម្មតាយើងហូបអាហារចូលទៅចូលកាពះបងប្អូនកាពះកិនរំលាយអីម៉ត់ខៃអស់ហើយវាចូលមកក្នុងពោះវៀនតូចណាពោះវៀនតូច
បើជ្រូកវិញហ៊ុនជ្រូកហ្នឹងបងប្អូនអាហ្នឹងក៏មានតូចសម្រាប់ចែករំលែកអាហារមានតែវាបឺតស្រូបតាមខ្សែឈាមចូលមកតាមឈាមចិញ្ចូនដឹកចិញ្ចូនយកមកចិញ្ចឹមតួខ្លួនយើងចាប៉ុន្តែមើលពេលដែលយើងមានសត្វល្អិតច្រើនបងប្អូនដឹងហ៎គ្រប់ថ្នាក់ពោះវៀនទាំងអស់សិតតែជាព្រូនសិតតែជាសត្វល្អិតមិនតន់បានចែកចាយអាសារធាតុចិញ្ចឹមហ្នឹងផងណាព្រូនហ្នឹងវាស៊ីជំនួសបាត់ហើយហ្នឹងចាវាស៊ីជំនួសស៊ីអាហារហ្នឹងមានតែកាន់រំលាយមកត្រូវចែកចាយចូលសាររាងកាយព្រូនហើយសត្វល្អិតស៊ីញ៉ាំជំនួសបងប្អូនបាត់ហើយដល់អញ្ចឹងអត់បានជីវជាតិគ្រប់គ្រាន់ទេដល់អត់បានគ្រប់គ្រាន់យើងចាប់ផ្ដើមទៅជាកុមារដែលមានភាពស្លេកស្លាំងធំតពោះចាបើនិយាយចំទៅគឺគាត់ពេលបើទៅកាលណាសត្វល្អិតញ៉ាំស៊ីអាហារហ្នឹងហើយបងប្អូនដឹងហ៎វាធ្វើយើងខ្វះវីតាមីនចាខ្វះវីតាមីនខ្វះកុមារស្គមស្គាំងចាពោះធំកប្លក់ផ្លក់ខ្វះវីតាមីន A ជាពិសេសណាយើងអត់មានវីតាមីន A វាទៅចិញ្ចឹមភ្នែករបស់យើងហ្នឹងគឺដោយសារវីតាមីន A អញ្ចឹងពេលដែលយើងខ្វះវីតាមីន A ហ្នឹងវាអាចបណ្ដាលឲ្យទៅជាបងប្អូនវាទៅជាភ្នែកយើងហ្នឹងវាអាចទៅបើបាត់ភ្នែកកញ្ចក់ភ្នែកនេះគឺផ្ទុះមកយើងខ្វះភ្នែកអញ្ចឹងដោយសារយើងខ្វះវីតាមីនចាអញ្ចឹងដោយសារមូលហេតុសត្វល្អិតវាស៊ីអញ្ចឹងបើបងប្អូនបញ្ចុះសត្វល្អិតឲ្យកូនទៀងទាត់ទៅ3ខែម្ដងអីមកបងប្អូនញ៉ាំតាមចិត្តទៅភ័យស្អីពឹសកុកអីបងប្អូនអ្នកខ្លះក៏អត់ដឹងគាត់យកទៅជួសទឹកគ្រូជួសពឹសកុកពឹសអីសាហាវបងប្អូននេះខ្ញុំធ្លាប់ជូនក្មួយទៅដែរកាលនោះជំនាន់នោះខ្ញុំនៅអត់ទាន់ជាអ្នកទី8ជាអីទេនៅវ័យចតុងនេះជា6 7 10ឆ្នាំហ្នឹងបងប្អូនតោងទៅជួបពឹសកុកបងប្អូនហ្នឹងគេយកឡាមមកជាត្រង់ហ្នឹងជ្រៀកមកគេច្បាច់ចេះបងប្អូនច្បាច់មកវាចេញកពេញខ្លាញ់កពេញអីទៅហ្នឹងឯងបងប្អូនហ្នឹងពេលចេញមកគ្រូគេយកត្រែកគេកាត់ច្រាប់ព្រោះទៅគេនេះគេហុំមកវិញមកគេប្រាប់ថាទៅផ្ទះឲ្យកូនញ៉ាំថ្លើមមន់ចាអញ្ចឹងជាដោយសារហូបវីតាមីនថ្លើមមន់ថ្លើមអីហ្នឹងមិនពេញសារជាតិមកវិញហ្នឹងបងប្អូនអញ្ចឹងបានខ្ញុំចង់និយាយថាហើយកូនគាត់គ្មានធាត់ទៅណាស្គមទៅដែរបងប្អូនអានោះកាលនោះនៅកតុងអញ្ចឹងណាយើងគ្រាន់តែបានឃើញអញ្ចឹងឯងបបពិសោធន៍អាហ្នឹងនិយាយពីបបពិសោធន៍អញ្ចឹងទៅចេះតែវាបែកចេះបងប្អូនហើយអាខ្វាក់មន់ហ្នឹងមែនជំនាន់ពីយើងនៅក្មេងៗដូចខ្ញុំអញ្ចឹងអាយុខ្ញុំរាល់ថ្ងៃវាចូលច្រើនដែរណាបងប្អូនចាំអាយុប៉ិតទេចាំឃ្លីបក្រោយចាំប្រាប់ដល់អញ្ចឹងនិយាយតិចស្ទន់ដល់ពេលចូលដល់អាយើងនៅក្មេងណាបកាយខ្វាក់មន់ណាបងប្អូនណាហ្នឹងដោយសារអីខ្វះវីតាមីនហ្នឹងណាបងប្អូនខ្វះវីតាមីន A ហើយក្មេងរងថ្ងៃដាក់ក្មេងណាមួយខ្វាក់មន់ទេបើថាមកញោមមកដោយសារមើលទូរស័ព្ទច្រើនណាប៉ុន្តែបើរឿងខ្វាក់មន់កម្រឃើញក្មេងណាខ្វាក់មន់ឥឡូវនេះប៉ុន្តែជំនាន់នេះខ្ញុំខ្វាក់មន់ច្រើនដោយសារខ្វះវីតាមីន A ហើយព្រូននៅពេញពោះហ្នឹងបងប្អូនមូលហេតុហ្នឹងហើយវាស៊ីចំណីយើងជំនួសយើងណាអញ្ចឹងដូចបបពិសោធន៍ខ្ញុំនិយាយពីរឿងចូលព្រៃបត់ជើងឯងឃើញសត្វល្អិតហ្នឹងវាខ្វះអញ្ចឹងដល់ថ្នាក់ដើរបងប្អូនដឹងថាខ្វាក់មន់ហ្នឹងស្គាល់ដែរតាបន្លាយហ្នឹងបន្លាយហូរចេះបងប្អូនដឹងហើយខ្ញុំដើរចូលបន្លាយភ្លក់ដល់ពេលដើរទៅបុកអត់ទៀសដើរទៅបុកដាំខ្វិតគេនៅគ្នាលេងបាត់ពួនយប់ជំនាន់នោះចូលចិត្តលេងបាត់ពួនយប់ទៅដែរតែមើលអត់ឃើញទេបងប្អូនមើលអត់ឃើញតែចង់អាហ្នឹងខ្វាក់មន់ហ្នឹងអុយដល់ជំនាន់នេះអត់មានខ្វាក់មន់ទេដោយសារយើងទៅចោះសត្វអត់យើងទទួលបានចំណីអាហារគ្រប់គ្រាន់ណាអញ្ចឹងប្រធានបទហ្នឹងមកចង់និយាយពីបងប្អូនចេះតែហាមកូនមិនឲ្យញ៉ាំសាច់មិនឲ្យញ៉ាំនេះមិនឲ្យញ៉ាំនោះខ្លាច់ពឹសកុកពឹសអីបងប្អូនឈប់យល់ច្រឡំទៅណាមូលហេតុវាមកពីអញ្ចឹងទេបងប្អូនអនុវត្តតាមពេទ្យឲ្យមានក្បួនអនាម័យអញ្ចឹងទៅចាអាហារអីត្រូវតែឆ្អិនចាឲ្យមានការតម្លាក់សត្វល្អិតជាទៀងទាត់អីចឹងមកបាច់ភ័យទេបងប្អូនអត់មានពឹសកុកពឹសអីទៅណាទេណាហើយខ្វាក់ភ្នែកក៏មិនមែនគាត់អត់ខ្វាក់អីដែរបើយើងវាគ្រប់វីតាមីនហ្នឹងអញ្ចឹងបើបងប្អូនគិតថាមានប្រយោជន៍សូមជួយចែករំលែកផងណាចាអញ្ចឹង follow page ម្នាក់មួយផងណាបាយបាយ